មនុស្សស្រីចូលវ័យអស់រដូវប្រឈមជាមួយនឹងបញ្ហាពុកឆ្អឹងជាងមនុស្សប្រុសអញ្ចឹងមកយល់ដឹងអំពីជំងឺពុកឆ្អឹងបន្តិចមើលបងប្អូនទាំងអស់គ្នាចាជំងឺតើអ្វីទៅជាជំងឺពុកឆ្អឹងហើយជំងឺពុកឆ្អឹងនេះមានរោគសញ្ញាបែបណាហើយវាបណ្ដាលមកពីមូលហេតុអ្វីចាអញ្ចឹងចំពោះជំងឺពុកឆ្អឹងគឺកើតឡើងនៅពេលដែលកំហាប់ឆ្អឹងយើងធ្លាក់ចុះធ្វើឲ្យឆ្អឹងហុយស្រួយងាយបាក់បែកងាយបាក់ពេលបាក់បន្តិចឬក៏មានគ្រោះថ្នាក់អ្វីមួយគឺប្រឈមមួយការបាក់បែកទាំងខ្លាំងមែនទែនដោយសារតែយើងមានបញ្ហាពុកឆ្អឹងមនុស្សស្រីគឺប្រឈមជាមួយនឹងបញ្ហាពុកឆ្អឹងនេះជាងបុរសជាពិសេសហ្នឹងនៅពេលដែលស្ត្រីអស់រដូវអញ្ចឹងហើយនៅពេលដែលស្ត្រីអស់រដូវគេតែងតែឲ្យយើងញ៉ាំជាមួយវីតាមីនជំនួយសុខភាពវីតាមីនជំនួយឆ្អឹងជាពិសេសញ៉ាំទៅដល់គោដើម្បីជំនួយឆ្អឹងយើងនឹងតែម្ដងព្រោះមិនអញ្ចឹងទេយើងប្រឈមជាមួយនឹងបញ្ហាពុកឆ្អឹងហើយសញ្ញាដែលគេជួបប្រទះច្រើនជាងគេចំពោះបញ្ហាមួយនេះគឺទី1ថយកម្ពស់ចាប់ផ្ដើមថយមានការថយចុះខុសធម្មតាហើយនឹងមានការឈឺចង្កេះហើយពេលខ្លះមានគ្រោះថ្នាក់ម្ដងនៅតំបន់ដែលមានហានិភ័យរបស់ដែលប៉ះពាល់ខ្ពស់គឺត្រគាកព្រោះมันងាយសះស្បើយទេខណៈដែលឆ្អឹងផ្សេងទៀតដូចជាកដៃនិងឆ្អឹងខ្នងក៏អាចរងប៉ះពាល់ដូចគ្នាមិនថាយើងនៅវ័យណាទេគួរតែប្រុងប្រយ័ត្ននិងថែទាំសុខភាពឆ្អឹងយើងឲ្យបានល្អកុំឲ្យប្រឈមជាមួយនឹងជំងឺពុកឆ្អឹងជាពិសេសយើងជាមនុស្សស្រីសម្រាប់ជាមនុស្សស្រីប្រឈមមួយបញ្ហាពុកឆ្អឹងជាងបុរសផលិតផល V Hope នេះគឺមានអតិថិជនច្រើនខ្លាំងមែនទែនដែលគាត់ហូបហើយគាត់បាត់ឈឺបញ្ហាដែលនាងខ្ញុំរៀបរាប់នឹងហើយរឿងដែលសំខាន់សមាសធាតុផ្សំ V Hope គឺធម្មជាតិសុទ្ធ100%ឈឺតាមសន្លាក់ឈឺតាមសាច់ដុំឈឺតាមសរសៃរលាកសន្លាក់ចាស់ខ្សោយសាច់ដុំឬក៏បញ្ហាឈឺចង្កេះយូរខែយូរឆ្នាំឈឺចុករយស្មាពិបាកក្នុងការសម្រាមក្តៅកាហាយអស់ហើយតាមបាតដៃបាតជើងត្រូវការដេកត្រាំតកក៏មានដែរអញ្ចឹងទទួលទានផលិតផល V Hope នេះព្រឹកមួយល្ងាចមួយគឺចាប់ដើមធូរស្រាលចាប់ពី1សប្តាហ៍ដំបូងដែលទទួលទាននឹងតែម្ដង